សួស្តីបងប្អូនអរគ្នាយើងតមេរៀនខ្នោះបន្តទៀតមេរៀនទី1ខ្នោះអញ្ចឹងយើងសិក្សាអំពីចំណុចទី2គោលការណ៍រក្សាកាមននៃខ្នោះតើគោលការណ៍រក្សាកាមននៃខ្នោះនឹងមានអីខ្លះអញ្ចឹងយើងទៅមើលលើរូបទាំងអស់គ្នាអញ្ចឹងយើងមានរូបមួយគឺមានខ្នោះមួយស្ថិតនៅលើតម្រហើយខ្នោះហ្នឹងគឺមានទម្ងន់2 Newton ឲ្យផ្លាស់ទីពី A ទៅ A' ឲ្យបានកម្ពស់10 សង់ទីម៉ែត្រហើយពីអតម្រមកកន្លែងចងកូនទម្ងន់ហ្នឹងប្រវែងខ្នោះហ្នឹងគឺ15 សង់ទីម៉ែត្រហើយពីអតម្រមកកូនទម្ងន់មួយទៀតគឺ 0.5 ជាងកូនទម្ងន់ 0.5 នេះគឺយើងរំកិលវាពីចំណុចអតម្រទៅម្ដងតិចរហូតដល់ខ្នោះហ្នឹងឲ្យផ្លាស់ទីពី B មក B' ពី B មក B' ហ្នឹងយើងបានកម្ពស់40 សង់ទីម៉ែត្រហើយប្រវែងខ្នោះគឺ60 សង់ទីម៉ែត្រប្រវែងដៃខ្នោះអញ្ចឹងគេធ្វើម៉េចឲ្យខ្នោះហ្នឹងផ្លាស់ទីតាមទិសដៅដេកឲ្យមានលំនឹងយើងមើលលើរូបទី2តាមទិសដៅដេកឲ្យមានលំនឹងចឹងរូបទី2របស់យើងគឺមានលំនឹងតាមទិសដេកចឹងយើងឧទាហរណ៍ដូចក្នុងរូបដែលបញ្យលខាងលើមិញហ្នឹងគេថាគេចង់លើកអង្គធាតុទម្ងន់2 Newton ឲ្យឡើងក៏បានកម្ពស់ 0.1 ម៉ែត្រ 0.1 ម៉ែត្រហ្នឹងវាស្មើនឹង10 សង់ទីម៉ែត្រគេលើកពីកម្ពស់ A លើកបំលាស់ទីពី A ទៅ A អញ្ចឹងខ្នោះមានទម្ងន់2គឺទម្ងន់ 0.5 Newton និងទម្ងន់2 Newton អញ្ចឹងគេប្រើអាទម្ងន់ 0.5 Newton ហ្នឹងបំលាស់ទីវាពី B មក B' ឲ្យបានកម្ពស់40 សង់ទីម៉ែត្រអញ្ចឹង40 សង់ទីម៉ែត្រយើងប្រវែកទៅម៉ែត្រទៅយើងបាន 0.4 ម៉ែត្រហើយកូនទម្ងន់ទី2គឺ2 Newton ផ្លាស់ទីពី A ទៅ A' ឲ្យបានកម្ពស់10 សង់ទីម៉ែត្រអញ្ចឹង10 សង់ទីម៉ែត្រយើងប្រវែកទៅយើងបាន 0.1 ម៉ែត្រយើងគណនាកមតម្ដងមួយកណនាកម2 Newton និងកម0.5 Newton អញ្ចឹងយើងរក2 Newton សិនអញ្ចឹង2 Newton អញ្ចឹង W ស្មើ P1 គុណនឹង H1 ស្មើនឹង2 Newton គុណនឹង 0.1 ស្មើនឹង 0.20 តមកយើងគណនាទម្ងន់ 0.5 Newton បានធ្វើកមនគឺ WR ឬក៏ W2 ស្មើនឹង P2 គុណនឹង H2 ដែលបំលាស់ទីពី B មក B' អញ្ចឹងយើងគុណមកយើងបាន 0.5 Newton គុណនឹង 0.4 ម៉ែត្រវាស្មើនឹង 0.20 អញ្ចឹងយើងឃើញថាកមនទាំងពីរកមន1និងកមន2ស្មើគ្នាតម្លៃវាគឺស្មើនឹង 0.20 អញ្ចឹង W1 ស្មើ W2 យើងបានណាកមនដែលយើងទទួលបានគឺ W1 ស្មើ W2 ស្មើនឹង 0.20 គោលការណ៍រក្សាកមននៃខ្នោះរបស់ខ្នោះមានលំនឹងគឺ W1 ស្មើ W2 ឬក៏ P1 គុណ H1 ស្មើ P2 គុណនឹង H2 ឥឡូវយើងមើលឧទាហរណ៍បន្តិចមកឧទាហរណ៍និយាយពីគោលការណ៍រក្សាកមនតែយើងដាក់ដុំដែកមួយដុំមានទម្ងន់ P1 ស្មើ40 Newton នៅចុងម្ខាងនៃខ្នោះដែលនៅចុងខាងខ្នោះហ្នឹងបំលាស់ទីដុំដែកមួយទៀតហ្នឹងគឺ P2 ស្មើ2 Newton យើងបង្ខិតរបារហូតដល់មានលំនឹងតាមទិសដេកនោះកម្ពស់នៃដុំដែកផ្លាស់ទីបាន H1 ស្មើ20 សង់ទីម៉ែត្រស្មើ 0.2 គណនាកម្ពស់ H2 អញ្ចឹងយើងមើលលើរូបរបស់យើងគឺមានកូនទម្ងន់ P1 ស្មើនឹង40 Newton ឲ្យបំលាស់ទីពី A ទៅ A' ហើយបំលាស់ទីពី A ទៅ A' ហ្នឹងគឺ H ស្មើនឹង20 សង់ទីម៉ែត្រពីអតម្រតមកយើងមើលកូនទម្ងន់ទី2គឺ P2 ស្មើនឹង2 Newton គឺយើងរំកិលដុំដែកហ្នឹងម្ដងតិចរហូតទៅដល់ចុង B អញ្ចឹងបំលាស់ទីម្ដងតិចហ្នឹងគឺ B ផ្លាស់ទីមក B' គឺបានកម្ពស់ H2 អញ្ចឹង H2 គេអត់ប្រាប់ទេគេប្រាប់ P1 40 Newton កម្ពស់ H1 ស្មើ20 សង់ទីម៉ែត្រហើយ P2 គឺស្មើនឹង2 Newton
ហើយhappy គេអត់ប្រាប់អញ្ចឹងយើងមើលដំណោះស្រាយទាំងអស់គ្នាមកគឺយើងកណនីកម្ពស់ h2 អញ្ចឹងដើម្បីកណនីកម្ពស់ h2 យើងតាមគោលការណ៍រក្សាកាម៉ុនគឺ w1 ស្មើ w2 ឬក៏ p1 គុណនឹង h1 ស្មើនឹង p2 គុណនឹង h2 តោះមកយើងទាញរូបមន្តមកគឺយើងទាញ h2 យើងបោះ p2 មួយអង្គទី1មកយើងបានចែកអញ្ចឹង h2 ស្មើ p1 គុណនឹង h1 ចែកនឹង p2 តោះមកយើងស្រង់សមត្ថកម្មគេមកគឺ p1 ស្មើ40ញូតុន p2 ស្មើនឹង2ញូតុន h1 ស្មើនឹង20សង់ទីម៉ែត្រយើងប្របែកទៅយើងបាន 0.2 ម៉ែត្រនាំឲ្យ h2 ស្មើនឹង40យើងជំនួសក្នុងរូបមន្តរបស់យើងគឺ p1 គុណនឹង h1 អញ្ចឹង40គុណនឹង 0.2 ចែកនឹង2អញ្ចឹងវាស្មើនឹង4ម៉ែត្រអញ្ចឹងដូចនេះកម្ពស់ h2 ស្មើនឹង4ម៉ែត្រតែយើងរំកិលពី b មក b' ហ្នឹងគឺស្មើនឹង4ម៉ែត្រកម្ពស់អញ្ចឹងលំហាត់របស់យើងគឺចប់តែប៉ុណ្ណឹងមានត្រង់ណាមិនទាន់ឆ្ងល់យើងអាច comment នៅខាងក្រោមអរគុណដែលមើលវីដេអូនេះជួបគ្នានៅវីដេអូក្រោយទៀតអរគុណ